សិក្ខាសាលាស្ដីពីការជួបជុំចែករំលែកបទពិសោធន៍រវាងសហគមន៍ទេសចរនិងអេកូទេសចរទូទាំងប្រទេសគឺជាវេទិកាមួយដ៏មានសារៈសំខាន់ដែលមានការចូលរួមពីគ្រប់សមាជិកភាគីពាក់ព័ន្ធក្រសួងស្ថាប័ននៃយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរហៅកាត់ថាកូជោអអវិស័យឯកជនសមាគមអង្គការដៃគូសហគមន៍ទេសចរនិងអេកូទេសចរក្នុងគោលបំណងស្វែងយល់អំពីចំណុចខ្លាំងកលានុវត្តភាពបញ្ហាប្រឈមផ្លាស់ប្ដូរទស្សនវិស័យព្រមទាំងដាក់ចេញនៅអនុសាសន៍និងដំណោះស្រាយជាក់ស្ដែងសម្រាប់បន្តពង្រឹងការអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរប្រកបដោយគុណភាពចីរភាពនិងបរិយាបន្នព្រមទាំងជំរុញកំណើនទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតធ្វើឲ្យដំណើរការមកកាន់សហគមន៍ដោយផ្ទាល់និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាជូនប្រជាសហគមន៍នៅមូលដ្ឋានតាមរយៈការធានាឲ្យមានការចែករំលែកអត្ថប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសមធម៌តម្លាភាពគណនេយ្យភាពនិងបរិយាបន្នស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពនេះគឺជាប្រសាសន៍របស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរហៅកាត់ថាកូជោអអថ្លែងក្នុងសិក្ខាសាលាជួបជុំចែករំលែកបទពិសោធន៍រវាងសហគមន៍ទេសចរនិងអេកូទេសចរទូទាំងប្រទេសនាព្រឹកថ្ងៃទី7ខែកក្កដាឆ្នាំ2026នៅរាជធានីភ្នំពេញឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរបានបន្តទៀតថាសក្តានុពលទេសចរនៅតាមបណ្ដាសហគមន៍ទេសចរនិងអេកូទេសចរទាំងអស់បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងគោលនយោបាយពិពិធកម្មផលិតផលទេសចរឲ្យកាន់តែសម្បូរបែបមានភាពទាក់ទាញនិងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារដើម្បីទាក់ទាញភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅកម្ពុជាបានកាន់តែច្រើននិងស្នាក់នៅបានកាន់តែយូរឯកឧត្តមហួតហៈបានសម្ដែងនៅការកត់សរសើរនិងថ្លែងអំណរគុណចំពោះវត្តមាននិងការចូលរួមយ៉ាងសកម្មពីសំណាក់អន្តរក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជនសមាគមទេសចរកម្ពុជាសហព័ន្ធទេសចរកម្ពុជានិងសមាគមទេសចរអាស៊ីប៉ាស៊ីហ្វិកព្រមទាំងដៃគូអភិវឌ្ឍអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលជានិច្ចការតែងតែចូលនៅក្បែរផ្ដល់ការគាំទ្រទាំងស្មារតីបច្ចេកទេសនិងធនធានដើម្បីរួមចំណែកលើកស្ទួយជីវភាពនិងជំរុញភាពអង្អាចដល់សហគមន៍ទេសចរនៅកម្ពុជាឲ្យកាន់តែមានភាពរឹងមាំនិងមានភាពប្រកួតប្រជែងខ្ពស់ឯកឧត្តមបណ្ឌិតជុកជំនោអគ្គនាយកអភិវឌ្ឍទេសចរនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរនិងអេកូទេសចរបានឲ្យដឹងថាបន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំវេទិកាជាតិអេកូទេសចរឆ្នាំ2025កន្លងទៅលេខាធិការដ្ឋានកូជោអអបានបន្តអនុវត្តយ៉ាងសកម្មនិងប្រកបដោយស្មារតីបរិយាកម្មនៅផែនការសកម្មភាពយុទ្ធសាស្ត្ររបស់ខ្លួនលេខាធិការដ្ឋានបានបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរពីគំរូដែលពឹងផ្អែកលើបរិមាណទៅកាន់ទម្រង់ទេសចរប្រកបដោយគុណភាពខ្ពស់មាននិរន្តរភាពនិងយកប្រជាពលរដ្ឋជាស្នូលឯកឧត្តមបណ្ឌិតជុកជំនោអគ្គនាយកបានបន្តទៀតថាលេខាធិការដ្ឋានបានខិតខំជំរុញការចងក្រងសហគមន៍ឲ្យប្រែក្លាយទៅជាបណ្ដាញកម្រិតតំបន់ដើម្បីរៀបចំខ្សែសង្វាក់តម្លៃនិងបង្កើនកម្លាំងប្រកួតប្រជែងរួមគ្នាឯកឧត្តមអគ្គនាយកបានរំលឹកជូនអង្គសិក្ខាសាលាជ្រាបថាយោងតាមសំណើរបស់គណៈកម្មាធិការជាតិរាជរដ្ឋាភិបាលបានកំណត់តំបន់អេកូទេសចរជាអាទិភាពថ្នាក់ជាតិចំនួន6តំបន់ដោយជ្រើសរើសចេញជាតំបន់ការពារធម្មជាតិនិងរបៀបអភិរក្សជីវៈចម្រុះដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរនិងអេកូទេសចរក្នុងតំបន់ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកសាធារណៈផ្នែកឯកជននិងដៃគូអភិវឌ្ឍដែលរួមមានទី1តំបន់អេកូទេសចរនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនទី2តំបន់អេកូទេសចរទេសភាពជួរភ្នំក្រវាញទី3តំបន់អេកូទេសចរឆ្នេរទី4តំបន់អេកូទេសចរថាបនីយជីវៈមណ្ឌលបឹងទន្លេសាបទី5តំបន់អេកូទេសចរព្រៃឡង់និងទី6តំបន់អេកូទេសចរភូមិភាគឦសាន